Bây giờ mình số cũ ngày ní nhóm bây giờ code ní bây giờ code game demo thì mỗi cũ đã bây giờ console output ending code mà system tag ending code UTF-7 hay console cursor visible mà flash hay mỗi tiết random on this mà random new hay mỗi tiết lúc cũ hỏi time color này bộ lọc lại ní thì mỗi console output ending system vì cứ chỉ clear สำหรับបំលែង code ឲ្យទៅជាទម្រង់ UTF-8 ហើយហេតុអ្វីបានជាគេត្រូវប្រើតាមធម្មតាទាំងរបស់ console របស់ Windows ជួនកាលវាអត់ស្គាល់អក្សរខ្មែរទេហើយឬនិមិត្តសញ្ញាពិសេសផ្សេងអីហ្នឹងវាបង្ហាញទៅជាសញ្ញាសួរឬប្រអប់នៅពេលដែលយើងដាក់ clear នេះចូលវាអនុញ្ញាតឲ្យកម្មវិធីយើងហ្នឹងអាចបង្ហាញអក្សរខ្មែរឬ Unicode ផ្សេងៗនៅលើផ្ទាំង console បានយ៉ាងត្រឹមត្រូវអាហ្នឹង clear ទី1ហើយទៅពេលconsole visible ហ្នឹងclear នេះវាប្រើសម្រាប់លាក់កុំព្យូទ័រ console console ដែលជាដុំភ្លើងនៅលើផ្ទាំង console ហ្នឹងបើ flash វាមានន័យថាលាក់ console មិនឲ្យឃើញបើ true មានន័យថាបង្ហាញ console ហើយហេតុអ្វីបានជាគេត្រូវប្រើវាហ្នឹងគេប្រើវាច្រើននៅពេលដែលគេបង្កើត game នៅលើ console ដូចជា game ពស់ឬកម្មវិធីផ្សេងៗដែលត្រូវការភាពស្អាតដើម្បីកុំឲ្យ console នោះញាក់រំខានភ្នែកអ្នកប្រើប្រាស់ដោយ random OND នេះ random ហ្នឹងគឺជា class ហើយ OND គឺជា variable ឬហៅថា array ហើយរបៀបថាវា random ចាប់យកតម្លៃចៃដន្យណាមួយអីចឹងឧទាហរណ៍ថា random ហ្នឹងគឺជា class ដែលមានស្រាប់ក្នុង library របស់ .NET ហើយវាមានតួនាទីសម្រាប់បង្កើតលេខមិនមានលំដាប់ច្បាស់លាស់ហើយ OND គឺជាឈ្មោះ variable ដែលយើងដាក់ដើម្បីតំណាងឲ្យ object នៃ random នោះហើយបើ new random ហ្នឹងគឺជាការបង្កើត instance ថ្មីមួយនៃ class random នៅក្នុង memory ហើយឧទាហរណ៍ថាអានេះ d1 ស្មើ OND next 1.7 ហ្នឹង 1.7 ហ្នឹងមានន័យថាឲ្យលុកលាក់យើងចាប់ពីគ្រាប់1ដល់គ្រាប់6ហើយបន្ទាប់មកយើងអាចបដូរតម្លៃមួយទៀតវានឹងចេញតម្លៃមួយទៀតបន្ទាប់មក D3 ហ្នឹងមានន័យថាគ្រាប់លុកលាក់ទី3ហ្នឹងឲ្យវា random តម្លៃ auto ហើយបន្ទាប់មកខ្ញុំ add code ទៅលើpress enter to stop នេះឲ្យវាទៅជា color blue បន្ទាប់មកយើង console reset color វាវិញដោយសារបើយើងអត់ reset color វាទេវាចូលនៅក្រោមទៀតវាចូលរហូតយកមកហើយកន្លែងនេះកន្លែង try again ហ្នឹងខ្ញុំ add វាទៅជាពណ៌ក្រហមហើយបន្ទាប់មកខ្ញុំ reset color ហើយបន្ទាប់មកកន្លែងលុកលាក់ហ្នឹងខ្ញុំ add វាឲ្យទៅជាពណ៌លឿងគ្រាប់លុកលាក់ហ្នឹងហើយបន្ទាប់មកអានេះ checkpoint ឥឡូវយើងតេស្តទាំងអស់គ្នាបាទឥឡូវអស់ហើយលោកគ្រូជំរាបលាលោកគ្រូ